នៅប្រទេសកម្ពុជាខេត្តព្រះវិហារជាខេត្តផលិតអង្ករសរីរាង្គធំជាងគេកសិករដាំដុះស្រូវវស្សាពឹងទឹកភ្លៀងតាមប្រពៃណីដោយស្ទូងនិងមិនប្រើធាតុចូលគីមីប៉ុន្តែការធ្លាក់ចុះទិន្នផលការប្រែប្រួលរបបទឹកភ្លៀងនិងការថយចុះប្រាក់ចំណេញបានគំរាមកំហែងដល់និរន្តរភាពនៃផលិតកម្មស្រូវសរីរាង្គដើម្បីដោះស្រាយបញ្ហានេះកម្មវិធី What for Come និងគម្រោងអាសិតបានសហការផ្សព្វផ្សាយការធ្វើពិពិធកម្មដំណាំនៅរដូវប្រាំងនៅអាងទឹកអូកំបោរនិងអាងទឹកអូសក្ការ៉ាចដែលបានស្ដារដើម្បីធ្វើប្រព័ន្ធវប្បកម្មតាមបែបកសិអេកូឡូស៊ីនិងបង្កើនផលិតភាពនិងប្រាក់ចំណេញជាអតិបរមាជំនួសឲ្យការទុកដីស្រែជាវាសាធារណៈសម្រាប់ខ្វៀលគោក្របីកសិករដាំដោយព្រួតដំណាំគម្របដីនៅមុនឬក្រោយដំណាំស្រូវដើម្បីបង្កើនការស្ដារដីមានជីជាតិឡើងវិញក្រៅពីការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពបន្ថែមសម្រាប់ស្រូវរដូវវស្សាគម្រោងលើកកម្ពស់ការធ្វើពិពិធកម្មដំណាំរដូវប្រាំងដើម្បីឲ្យកសិករទទួលបានប្រាក់ចំណូលបន្ថែមពីដំឡូងមីស្វាយចន្ទីនិងគោក្របីវីដេអូនេះបង្ហាញពីបទពិសោធន៍របស់កសិករក្នុងការដាំដុះដំណាំរដូវប្រាំងដើម្បីបង្កើនប្រាក់ចំណូលនិងបង្កើនទិន្នផលស្រូវរដូវវស្សាផងដែរនៅទីនេះយើងពិសោធន៍មានច្រើនប្រភេទដំណាំយើងមានពិសោធន៍ដាំដំណាំសណ្តែកដីយើងមានពិសោធន៍លើប្រភេទពូជដំណាំម្លឹកមានពិសោធន៍ទៅលើប្រភេទពូជដំណាំសណ្តែកបាយមានពិសោធន៍ទៅលើប្រព័ន្ធដាំដុះផ្សេងគ្នាមានពោតបារាំងឆ្លាស់មួយនិងល្ងមានសណ្តែកបាយឆ្លាស់មួយល្ងហើយក៏មានពិសោធន៍ទៅលើការប្រើប្រាស់កម្រិតជីផ្សេងគ្នាផងដែរហើយជារួមយើងឃើញថាលទ្ធផលពិសោធន៍រយៈពេលកន្លងមកយើងឃើញថាជាទូទៅនៅតំបន់យើងនេះឃើញថាដំណាំដែលអាចដាំបានដែលផ្ដល់ទិន្នផលល្អគឺមានដូចជាដំណាំម្លឹកដំណាំសណ្តែកដីមានពោតបារាំងហើយមានត្រសក់ស្រូវកសិករដែលមានធនធានច្រើននិងចង់បង្កើនប្រាក់ចំណូលបន្ថែមវិនិយោគលើការដាំដុះដំណាំរដូវប្រាំងមានដំណាំជាច្រើនប្រភេទដែលកសិករអាចដាំបានប៉ុន្តែកសិករជ្រើសរើសប្រភេទដំណាំអាស្រ័យតាមធនធានដែលមានតម្រូវការបរិភោគឱកាសទីផ្សារនិងការអនុវត្តការគ្រប់គ្រងជីជាតិដីខ្ញុំចេញពីប្រមូលផលស្រូវរដូវវស្សារួចដល់ពេលរដូវប្រាំងព្រោះខ្ញុំមានប្រព័ន្ធទឹកនៅនៃស្រេចទី2ខ្ញុំចង់បានប្រាក់ចំណូលបន្ថែមទី3អត់មានដឹងឲ្យចូលដីទំនេរដូចឆ្នាំមុនទេទី4គឺបានកសិកម្មអ្នកមកជួយណែនាំដាំដុះនៅកន្លែងខ្ញុំនេះបាទខ្ញុំដាំនេះគឺមានច្រើនប្រភេទដែរបាទមួយគឺដាំម្លឹក2សណ្តែកគួរ3ត្រសក់4សណ្តែកបាយ5ពោត6ពោតបារាំង7ត្រសក់ស្រូវអាឡឹកវាងាយស្រួលដាំហើយកន្លងមកឃើញខាងគ្រូកសិកម្មគិតមកដាំមានទិន្នផលល្អហើយវាងាយស្រួលប្រអីមានសូលីអាស្រ័យពេលឃើញគិតដាំមានទិន្នផលល្អដល់ពេលខ្ញុំមានចំណាប់អារម្មណ៍ដាំដល់ពេលឆ្នាំនេះខ្ញុំដាំបានទិន្នផលល្អមែនមូលហេតុពីខ្ញុំចង់ដាំសណ្តែកដីខ្ញុំវាខ្វះជីជាតិតាំងពីដំបូងគឺខ្ញុំចង់ឲ្យដីវាកែប្រែពីរិចរិលឲ្យដីវាមានជីជាតិល្អទៅថ្ងៃមុខធ្វើដំណាំស្រូវក៏ល្អដំណាំសណ្តែកដីក៏ល្អជាទូទៅកសិករប្រើប្រាស់ជីសរីរាង្គលើដំណាំរដូវប្រាំងដែលភាគច្រើនជាលមួកគោក្របីសន្សំខ្លួនឯងដើម្បីបង្កើនការលូតលាស់និងទិន្នផលការដាំដុះប្រភេទដំណាំពពុះសណ្តែកដូចជាសណ្តែកដីដោយទុកដើមនិងស្លឹកឲ្យទៅដីក្រោយប្រមូលផលបង្កើនជីជាតិដីដែលធ្វើឲ្យការលូតលាស់និងផលិតភាពនៃស្រូវរដូវវស្សាបន្ទាប់កាន់តែល្អការអនុវត្តប្រព័ន្ធដាំដុះដំណាំបន្ទាប់គ្នាដូចនេះជំរុញការបង្កើនផលិតភាពដីនិងប្រាក់ចំណេញឧទាហរណ៍ការដាំសណ្តែកដីអាចទទួលបានប្រាក់ចំណេញចាប់ពី$600ដល់$700ក្នុង1ហិកតានិងចាប់ពី$1,500ដល់$1,700ក្នុង1ហិកតាសម្រាប់ផលិតសារៈសំខាន់បំផុតនៃការដាំដុះបែបនេះគឺការធានានិរន្តរភាពនៃប្រព័ន្ធផលិតកម្មដំណាំស្រូវសរីរាង្គបើធៀបនឹងការដាំដុះស្រូវ2ដងក្នុងមួយឆ្នាំដែលកសិករភាគច្រើនធ្វើប្រព័ន្ធវប្បកម្មផ្អែកលើធាតុចូលគីមីនិងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គទាំងស្រុងបើតាម
ខ្ញុំគេតមើលឃើញដូចថាគិតដាំតំណាំចន្លោះខែប្រាំងចេះវាធ្វើឲ្យដីយើងវាមានជីជាតិហើយវាមើលទៅដូចថាដីវាកែប្រែពីអាដីមិនល្អមកដីល្អវិញណាចាយើងបានកែប្រែដីផងហើយនឹងយើងសម្រាប់បង្កើនទិន្នផលនៅរដូវវស្សាផងឃើញទៅមើលឃើញថាល្អសម្រាប់ពួកខ្ញុំណាចាសប្បាយចិត្តដល់កសិករគាត់បានធ្វើពេញមួយរដូវទៅមួយរដូវណាទាំងប្រាំងទាំងវស្សាហើយបានប្រាក់ចំណូលក៏ចូលបានច្រើនដែរ ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធផលិតកម្មរបស់គាត់ហ្នឹងមានភាពធន់គឺចាំបាច់ត្រូវគិតគូរពីសុខភាពដីហ្នឹងជាមុននៅពេលដែលដីរបស់គាត់មានសុខភាពល្អមានជីជាតិដីល្អគឺដំណាំរបស់គាត់ក៏លូតលាស់បានល្អហើយនៅពេលដែលដំណាំលូតលាស់ល្អផលដំណាំក៏បានច្រើនហើយដំណាំរបស់យើងលូតលាស់ល្អក៏វាធន់នឹងជំងឺដែរហើយនៅពេលដែលគាត់បានផលច្រើនគឺវាធ្វើឲ្យប្រាក់ចំណេញរបស់គាត់ហ្នឹងក៏បានច្រើនតាមនឹងដែរ កសិករបញ្ជាក់ថាមិនមានបញ្ហាឬឧបសគ្គធំដុំទេទាក់ទងទៅនឹងបច្ចេកទេសប៉ុន្តែតម្រូវការកម្លាំងពលកម្មអាចច្រើនអាស្រ័យលើប្រភេទដំណាំបើត្រូវការពលកម្មបន្ថែមកសិករអាចជួលកម្មករក្នុងភូមិសម្រាប់ទីផ្សារបច្ចុប្បន្នកសិករលក់ផលិតផលនៅទីផ្សារក្នុងភូមិនិងទីរួមស្រុកបើមានបរិមាណច្រើនបើបរិមាណកាន់តែច្រើននាពេលអនាគតសហគមន៍កសិកម្មមានផែនការទិញពីកសិករយកទៅលក់តាមទីផ្សារធំៗក្នុងខេត្តនិងរាជធានីភ្នំពេញ បាទគឺជួបបញ្ហាប្រឈមនឹងសត្វល្អិតនិងស្មៅខ្លាំងបំផុតគឺកម្លាំងពលកម្មផលវិបាកសត្វល្អិតគឺមានថ្នាំកម្ចាត់បើស្មៅក៏យើងជំរះចេញទៅហើយបាទខ្ញុំដំណាំខ្ញុំដែលដាំបាននេះគឺមិនបានយកទៅក្រៅស្រុកទេនៅតែក្នុងភូមិខ្ញុំនេះគឺនិយាយទៅដំណាំរបស់ខ្ញុំគឺចូលចិត្តហូបច្រើនគឺយកទៅដល់អស់មុនលុកពីចម្ងាយទៀត ស្នេកដីគាត់មានការលំបាកទេទឹកស្រាប់ប៉ុនពិបាកទៅរឿងមួយដែលខ្ញុំថាពិបាកជួលកម្មករយល់បាសណាស្នេកដីគាត់ពិបាកលក់ទេលក់លភូមិហ្នឹងទៅក៏ស្ងោភើងទៅក៏ច្រែងរាល់ថ្ងៃទៅក៏អស់ជួនកាលខ្ញុំយកទៅបោះឲ្យរវាងណាចាំទៅយកទៅបោះឲ្យរវាងណា ទៅក៏ដឹក 3-4 បេទៅក៏បោះទៅអស់ទៅ ចាសហគមន៍យើងខ្ញុំមានមុខរបរទិញលក់ពីកសិករមានស្រូវសរីរាង្គទី 2 គ្រាប់ស្វាយចន្ទីសរីរាង្គនិងទី 3 សណ្ដែកដីសរីរាង្គចាសម្រាប់ឆ្នាំនេះយើងកងត្រាទិញសណ្ដែកដីសរីរាង្គសិនចាហើយសម្រាប់ឆ្នាំបន្តទៅទៀតយើងទិញតាំងពីល្ងសរីរាង្គហើយនឹងអាឡឹក សរីរាង្គហើយនឹងដំណាំដែលកសិករយើងបានដាំដូចជាពូតដូចជាអាឡឹកដូចជាសណ្ដែកបាយចាជីដំណាំគម្របដីចា តាមរយៈកម្មវិធី What for Kham និងគម្រោងអាសិតកសិករនៅស្រុករវៀងមានឱកាសដាំដុះដំណាំចម្រុះវិលជុំពេញមួយឆ្នាំផ្អែកតាមការអនុវត្តកសិអេកូឡូស៊ីដោយផ្ដល់ជាជម្រើសប្រកបដោយនិរន្តរភាពជំនួសឲ្យការដាំស្រូវពីរដងផ្អែកលើធាតុចូលគីមីតាមរយៈការដាំដុះស្រូវសរីរាង្គមួយរដូវនៅរដូវវស្សានិងដំណាំរដូវប្រាំងដូចជាសណ្ដែកដីឬឪឡឹកកសិករបានបង្កើនជីជាតិដីបង្កើនប្រាក់ចំណូលនិងពង្រឹងការគ្រប់គ្រងទឹកនិងតំបន់ជម្រាលខ្នាតតូចរបស់សហគមន៍ វិធីសាស្ត្រនេះលើកកម្ពស់ប្រព័ន្ធផលិតកម្មកសិកម្មដែលមានសមត្ថភាពធន់ទ្រាំផ្ដល់ប្រាក់ចំណេញនិងមេត្រីភាពនឹងបរិស្ថានក្នុងប្រព័ន្ធធារាសាស្ត្រប្រកបដោយនិរន្តរភាព ហើយនៅពេលដែលគាត់ផលិតស្បៀងចេញពីប្រព័ន្ធផលិតកម្មកសិអេកូឡូស៊ីឬក៏គាត់ធ្វើពីផលិតកម្មដំណាំតាមរយៈបច្ចេកទេសកសិកម្មសរីរាង្គហ្នឹងអញ្ចឹងប្រព័ន្ធស្បៀងអាហារដែលបានចេញពីបច្ចេកទេសហ្នឹងគឺវាមានសុវត្ថិភាពវាអត់ប៉ះពាល់ទៅដល់បរិស្ថានឬក៏ទៅដល់សុខភាពអ្នកប្រើប្រាស់ឯងនិយាយជាខ្លីគឺយើងអនុវត្តទៅវាធ្វើឲ្យប្រសើរឡើងនៅសេដ្ឋកិច្ចគ្រួសារអ្នកអនុវត្តហ្នឹងហើយវាធ្វើឲ្យប្រព័ន្ធសុវត្ថិភាពស្បៀងអាហារទាំងមូលវាមានភាពល្អប្រសើរមានសុវត្ថិភាពអ្នកប្រើប្រាស់ក៏មានសុខភាពល្អដែរសម្រាប់ទស្សនវិស័យទៅអនាគតទៅនឹងខ្ញុំគិតថាចង់អុយតំបន់នេះឯងកសិករនៅតំបន់នេះឯងគិតធ្វើជាដំណាំសរីរាង្គពេញ
រដូវវស្សាស្រូវសរីរាង្គដល់ពេលរដូវប្រាំងទៀតឲ្យគិតដាំអាឡឹកដាំល្ងដាំសណ្ដែកដីសណ្ដែកបាយហើយដំណាំកម្របដីហើយខាងសហគមន៍យើងនឹងរកទីផ្សារឲ្យគិតចាលក់ចេញទៅទីផ្សារនៅភ្នំពេញទៅអីទៅហើយដូចថាយើងដូចឲ្យគិតដាំនៅឯងឆ្លាស់គ្នាណាចាម្នាក់ដាំអានេះម្នាក់ដាំអានោះដើម្បីយើងកងត្រាជាមួយអ្នកទិញនៅឯងដូចថាផ្គត់ផ្គង់ឲ្យគីបានគ្រប់តម្រូវការរបស់គីទៅលើបន្លែឬមួយក៏ដំណាំសរីរាង្គយើងនេះណា